សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសថារាជរដ្ឋាភិបាលកម្ពុជានឹងមិនទុកពលរដ្ឋណាម្នាក់ចោលនោះទេហើយសាមគ្គីជាតិឯកភាពជាតិរវាងរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋនាពេលនេះគឺជាកម្លាំងដ៏រឹងមាំរបស់ជាតិខ្មែរការលើកឡើងរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតបានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេចអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារនៅមណ្ឌលសុវត្ថិភាពវត្តបាកម្មស្ថិតនៅស្រុកត្បៃមានជ័យខេត្តព្រះវិហារនៅថ្ងៃទី31ខែមករាឆ្នាំ2026សម្ដេចបានលើកឡើងថាការលំបាករបស់បងប្អូនប្រជាពលរដ្ឋភៀសសឹកនាទីនេះគឺជាការលំបាករបស់ជាតិខ្មែរដោយរាប់តាំងពីព្រះមហាក្សត្ររហូតដល់ប្រជាពលរដ្ឋធម្មតាគឺមានអារម្មណ៍ឈឺចាប់អារម្មណ៍អាណិតនិងគិតគូរដល់ប្រទេសជាតិរបស់យើងទាំងមូលសម្ដេចបានសូមយកឱកាសនេះអរគុណដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសទូទាំងពិភពលោកតែម្ដងចំពោះស្មារតីរួមសាមគ្គីគ្នានៅក្នុងពេលដែលយើងមានបញ្ហាប្រឈមជាមួយនឹងការឈ្លានពានក្នុងរយៈពេល6ខែមកនេះសម្ដេចបានបញ្ជាក់ដូចនេះថាប្រជាពលរដ្ឋយើងទូទាំងប្រទេសរួមគ្នាជាស្មារតីមួយគាំទ្រទៅដល់វីរៈកងទ័ពវីរៈនគរបាលជាតិទៅដល់គ្រួសារទ័ពរបស់យើងហើយគ្រួសារទ័ពរបស់យើងនៅទីនេះក៏មានស្មារតីឆន្ទៈនៅក្នុងការគាំទ្រទៅដល់ប្តីរបស់ខ្លួនដែលកំពុងបំពេញភារកិច្ចរបស់យើងសម្ដេចមហាបវរធិបតីបានអំពាវនាវឲ្យស្មារតីសាមគ្គីឯកភាពជាតិខ្មែរនេះបន្តរឹងមាំនៅក្នុងគ្រប់កលៈទេសៈជាពិសេសកលៈទេសៈដ៏លំបាកនេះហើយជាពិសេសបងប្អូនប្រជាពលរដ្ឋនៅទីនេះតែម្ដងដែលនេះជាអ្វីដែលជាកម្លាំងរឹងមាំរបស់ជាតិខ្មែររបស់យើងទោះជាយ៉ាងនេះក្តីកម្ពុជាបានបញ្ជាក់ចំហថារាជរដ្ឋាភិបាលនឹងមិននៅស្ងៀមនោះទេហើយនឹងធ្វើការតវ៉ាជាបន្តបន្ទាប់ចំពោះសកម្មភាពរបស់ថៃដែលបានប្រើប្រាស់កម្លាំងយោធាឈ្លានពានបូរណភាពទឹកដីព្រះរាជាណាចក្រកម្ពុជា